រឿងព្រេងនៃប្រវត្តិថ្មពូយៈជាពស់ត្រូវបណ្ដាសាកើតទៅជាថ្មដែលត្រូវគេប្រទះឃើញយ៉ាងភ្ញាក់ផ្អើលថ្មពូយៈគឺជាថ្មភ្នំមួយដែលទើបរកឃើញក្នុងខេត្តបឹងកានប្រទេសថៃមានព្រំប្រទល់ជាប់គ្នាទៅនឹងប្រទេសឡាវដែលស្ថិតនៅភាគខាងកើតខេត្តបឹងកានគឺជាខេត្តទី76របស់ថៃទើបតែបង្កើតឡើងថ្មីនៅក្នុងឆ្នាំ2011ដោយព្រះរាជក្រឹត្យរបស់អតីតព្រះមហាក្សត្រថៃចុះថ្ងៃទី23ខែមិនិនាទោះមានអាយុតិចប៉ុន្តែទឹកដីនៃខេត្តបឹងកានមានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំងនិងទីតាំងពាក់ព័ន្ធនឹងរឿងព្រេងជាច្រើនក្នុងនោះរឿងព្រេងថ្មពូយៈជាឧទាហរណ៍ស្រាប់ពេលថ្មីនេះមានការផ្អើលថាគេបានរកឃើញថ្មមួយដុំមានរូបរាងដូចគ្នាបេះបិទទៅនឹងក្បាលពស់ឬពស់ថ្លាន់ដែលត្រូវគេកាត់ផ្តាច់ចេញពីដងខ្លួនហើយមនុស្សម្នាក្នុងប្រទេសថៃចង់ទៅទស្សនានិងបួងសួងគ្រប់គ្នាមានការលើកឡើងផ្សេងគ្នាពីប្រវត្តិថ្មពូយៈដែលទើបរកឃើញនេះមនុស្សមួយចំនួនដំណើរថាថ្មពូយៈគឺជាសត្វពស់ដែលត្រូវបណ្ដាសាតាអេសីខ្លះថាមូលហេតុពស់ត្រូវបណ្ដាសានេះគឺដោយសារមានទំនាក់ទំនងស្នេហាជាមួយមនុស្សទើបត្រូវកើតទៅជាថ្មដោយឡែកអ្នកខ្លះគិតថាពស់ពីដើមមានទំហំធំលុះក្រោយងាប់ទៅក៏កើតទៅជាថ្មដូចដែលយើងឃើញសពថ្ងៃយ៉ាងណាក៏ដោយនេះគឺជាការអះអាងនិងយល់ឃើញផ្សេងគ្នាអ្វីដែលសំខាន់នោះគឺថ្មពស់យៈបានក្លាយទៅជាគោលដៅទេសចរថ្មីមួយក្នុងប្រទេសថៃសម្រាប់អ្នកទេសចរដែលចូលចិត្តធ្វើដំណើរបែបផ្សងព្រេង